បាត់តោងបងសុខាគាត់ខំប្រឹងទីឡើយ នៅទៀត អូខេ សួស្ដីបងបាទអាចជួយណែនាំឈ្មោះនិងតួនាទីរបស់បងនៅក្នុងបទរៀនតិចយ៉ាងនេះ សួស្ដីបងខ្ញុំឈ្មោះតាបានខ្ញុំផ្នែកជា wholesale executive នៅខាង OD នៅក្នុង Office បងមានឈ្មោះហៅក្រៅអត់ មានតាបងគេហៅខ្ញុំតាដាវហ្នឹង បងធ្វើការនៅក្នុង body រយៈពេលប៉ុន្មានឆ្នាំហើយ ខ្ញុំធ្វើការនៅក្នុង body រយៈពេល2ឆ្នាំហើយ ពេលបងទៅជាង karaoke បើចិត្តជាងបាត់អីជាងគេ ច្រើនណាស់បងប៉ុន្តែបាត់ភ្លៀងធ្លាក់ក្នុងបេះដូងបង បងអាចជួយជាងបន្តិចបានទេ ភ្លៀងធ្លាក់ជោគជោស្នេហាមិនសមបំណង អូខេអូយព្រោះកបក្នុងមួយអាទិត្យទៅបាយចិត្តថ្ងៃណាជាងគេ ក្នុងមួយអាទិត្យខ្ញុំចូលចិត្តថ្ងៃសៅរ៍ជាងគេបង ដោយសារធ្វើការមែន មែនទេព្រោះថ្ងៃហ្នឹងធ្វើការតែកន្លះថ្ងៃ ក្នុងពេលធ្វើការបាយគិតថាអ្វីដែលជាឧបសគ្គ អ្វីដែលជាឧបសគ្គច្រើនជាងគេមែនបងគឺឆ្លុះគ្នា teamwork តែបាយគ្នាណាយ អត់ដែរវាយគ្នាបង អូ ពីច្រើនឆ្លុះគ្នាខាង marketing បងសខាបាក់ទី advert ពេលធ្វើការបាយចិត្តពេលណាជាងគេ ពេលធ្វើការខ្ញុំចូលចិត្តពេលបើកលុយបងព្រោះចុងខែយើងដាច់លុយទាំងអស់គ្នាអញ្ចឹងខ្ញុំចូលចិត្តចុងខែជាងគេពេលបើកលុយ បាយមានអនុស្សាវរីយ៍គេដែលចាំអត់ភ្លេចពេលធ្វើការនៅ body និយាយទៅបងជីវិតជូរចត់ធ្វើការនៅ body គឺមាន memory ជាងគេហ្មងគឺព្រោះបន្ទប់ទឹក ចំនួនដណ្ដើមបន្ទប់ទឹក យ៉ា នៅក្នុងទីក្រុងភ្នំពេញកន្លែងណាដែលបាយចង់ទៅហើយចង់ទៅទៀត ចង់ទៅហើយចង់ទៅទៀតគឺកោះនរាបងតើដែរធុញទេ តែដែតមែនបង ហ្នឹងហើយមានអីទៀត បងអាចជួយព័ត៌មានពី manager របស់បងតិចបានទេ manager ខ្ញុំគាត់ឆ្លាតប៉កែហើយមួយទៀតហ្មងគឺស្រួលសុំច្បាប់ ចំពោះផលិតផល body ផលិតផលមួយណាដែលបាយចិត្តផលជាងគេ សម្រាប់ផលិតផល body ខ្ញុំចូលចិត្តជាកន្ទុកកាឡា cleansing foam ជាងគេព្រោះខ្ញុំប្រើវាជារៀងរាល់ថ្ងៃ ចុះសំណួរមានតែប៉ុណ្្នឹងឯងបងអរគុណសម្រាប់ការចូលរួម អរគុណ